ជប់លក់ក្នុងគ្រួសារបដិដកកំភ្លើងបាញ់ប្រហារប្រពន្ធដោយសាធារបណ្ដាលឲ្យរបួសធ្ងន់ហើយទាញជិះម៉ូតូរត់គេចខ្លួនបាត់ប្តីប្រពន្ធរៀបការជាមួយគ្នាពេញច្បាប់និងរស់នៅជាមួយគ្នារាប់ឆ្នាំមកហើយដល់ពេលមានរឿងរ៉ាវបន្តិចបន្តួចគួរតែអត់ឱនអធ្យាស្រ័យឲ្យគ្នាសន្តោសប្រណីគ្នាទៅវិញទៅមកមិនគួរណាប្រើអំពើហិង្សាបាញ់ប្រហារគ្នាគ្មានត្រាប្រណីដោយសត្វធាតុបែបនេះឡើយករណីប្តីបាញ់ប្រហារប្រពន្ធនេះបានកើតឡើងនៅវេលាម៉ោង 21:30 នាទីយប់នៅថ្ងៃទី 5 ខែមិថុនាឆ្នាំ 2025 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ 15 កែង 148 សង្កាត់ផ្សារកណ្ដាលទី 2 ខណ្ឌដូនពេញរាជធានីភ្នំពេញបានបណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់ត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចំណែកឯប្តីក្រោយពីបាញ់ប្រហារប្រពន្ធហើយបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលបើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរនោះបានឲ្យដឹងថានៅមុនពេលកាត់ហេតុពួកគាត់បានអង្គុយហូបអីនៅក្បែរផ្ទះកាត់ហេតុខណៈនោះក៏ស្រាប់តែមានឮសំឡេងផ្ទុះអាវុធចំនួន1គ្រាប់និងមានសំឡេងស្រែកចេញពីខាងក្នុងផ្ទះដោយភ្លាមៗនោះប្រជាពលរដ្ឋក៏បានផ្អើលឆោឡោនាំគ្នារត់ទៅមើលហើយអ្នកខ្លះទៀតបានរាយការណ៍ទៅកាន់សមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ស្របពេលនោះប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីរងគ្រោះហូរឈាមជោកពេញខ្លួនហើយក៏ហៅម៉ូតូកង់3ដើម្បីដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្ដងចំណែកឯបរិសុទ្ធជាប្តីក៏បានជិះម៉ូតូរត់គេចខ្លួនទៅបាត់បើទោះជាយ៉ាងណាក្តីនៅក្នុងហេតុការណ៍បាញ់ប្រហារពីសំណាក់បរិសុទ្ធជាប្តីមកលើប្រពន្ធនេះគេនៅមិនដឹងពីមូលហេតុដែលនាំឲ្យបរិសុទ្ធជាប្តីប្រើអំពើហិង្សាបាញ់ប្រហារប្រពន្ធនេះនៅឡើយទេខណៈកម្លាំងសមត្ថកិច្ចក៏កំពុងតែបើកការស្រាវជ្រាវតាមប្រមាណជនដៃដល់ដើម្បីយកមកសាកសួរនិងផ្តន្ទាទោសតាមច្បាប់ Next Week ពី Big News